ធ្វើឲ្យប្រទេសជាតិមានសង្គ្រាមបើអត់ហ៊ុនសែនទៅសន្តិភាពមានយ៉ាងពិតប្រាកដហើយបងប្អូនចង់ចាំឲ្យច្បាស់ណាប្រសិនបើបងប្អូនចង់ផ្លាស់ប្ដូររបបផ្ដាច់ការដោយការបដូរស្លឹកឆ្នោតទៅរួចទេហើយខ្ញុំសូមអំពាវនាវដល់បងប្អូនកងទ័ពទាំងអស់ឈប់ច្បាំងតាមព្រំដែនទៅបើសិនជាបងប្អូនច្បាំងនឹងគឺការពីអំណាចរបស់ហ៊ុនសែនទេបងប្អូនអត់មានក្របបាញ់តគេទេពីព្រោះទាហានតាមជួរមុខមួយចំនួនតាមព្រំដែនឆានមកប្រាប់ថាទាហានសុំក្របឬក៏សភាវុធថែបន្ថែមនឹងកងទ័ពជំនួយតែអត់មានទេហើយបងប្អូនតទល់ជាមួយនឹងគេមានតាំងពី sniper មានអាវុធយុទ្ធភ័ណ្ឌទំនើបហើយបងប្អូនមានអ្វីសំបីតកៅស្លៀកពាក់បងប្អូនតាមព្រំដែនអាវក្រោះនោះក៏មិនមានគ្រប់គ្រាន់ផងហើយតែបងប្អូនចង់យកជីវិតទៅពលីការពារហ៊ុនសែនដល់ណាទៀតជំរឿចុងក្រោយទាហាននិងប៉ូលីសតាមព្រំដែនមានតែបងប្អូនចូលរួមជាមួយនឹងចលនា Gen Z របស់ប្រជាប្រដ្ឋខ្មែរនេះ